បើសិនជាគាត់បានមើលវីដេអូហ្នឹងខ្ញុំចង់ឲ្យគាត់ដឹងថាការដែលគាត់ចូលមកក្នុងជីវិតរបស់ខ្ញុំហ្នឹងទោះបីវាមានរយៈពេលខ្លីក៏ដោយប៉ុន្តែខ្ញុំពិតជាអរគុណចំពោះពេលវេលាដ៏ខ្លីមួយហ្នឹងវាជាក្តីសុខមកពេលប៉ុន្តែការចងចាំគឺចងចាំមកជីវិតហើយខ្ញុំចង់និយាយថាខ្ញុំសោកស្ដាយចំពោះទង្វើរបស់ខ្ញុំហើយខ្ញុំក៏អត់បន្ទោសថារឿងហ្នឹងវាមកពីគាត់ឬក៏មកពីខ្ញុំដែរប៉ុន្តែអ្វីដែលខ្ញុំបានដាក់កំហុសដល់ខ្លួនឯងហើយខ្ញុំស្ដាយក្រោយដល់ថ្ងៃនេះខ្ញុំគិតថាកំឡុងពេលដែលយើងបានតាក់ទងគ្នាខ្ញុំប្រហែលជាមិនល្អគ្រប់គ្រាន់សម្រាប់គាត់អញ្ចឹងបើសិនជាមានឱកាសនឹងហើយអ្វីដែលខ្ញុំបងប្រាថ្នាអ្វីដែលខ្ញុំចង់និយាយថាបើសិនជាយើងមានឱកាសអាចចាប់ផ្ដើមឬមួយក៏ត្រឡប់មកវិញខ្ញុំនៅតែរងចាំទទួលគាត់ហើយបើទោះបីជាគាត់អាចត្រឡប់មកវិញក៏ដោយហើយដែលខ្ញុំចង់ជូនពរគឺជូនពរឲ្យគាត់មានក្តីសុខបើទោះបីជាមនុស្សដែលគាត់កំពុងតែតាក់ទងមនុស្សដែលគាត់កំពុងតែនៅជាមួយមិនមែនជាខ្ញុំក៏ដោយ